គ្នាខ្ញុំវត្តៃហើយឥឡូវនេះខ្ញុំបានមកដល់សាលាហើយដែលយើងនឹងឆ្លងទៅត្រៃមកខាងទៀតទៅកាន់វិទ្យាល័យចំបក់តោះទៅជាមួយយើងទាំងអស់គ្នាបានឆ្លងដល់ហើយអញ្ចឹងខ្ញុំនឹងធ្វើដំណើរបន្តទៀតតាមរយៈឡានដើម្បីទៅកាន់វិទ្យាល័យចំបក់តោះយើងទៅទាំងអស់គ្នាខ្ញុំបានមកដល់វិទ្យាល័យចំបក់ហើយអញ្ចឹងកុំភ្លេចចាំតាមដានវីដេអូ podcast ពេញទាំងអស់គ្នាតោះ